ថ្ងៃនេះចុងសប្តាហ៍ឲ្យប្តីជួលមកលេងអុកឡែនព្រោះឲ្យដែរស្គាល់ណាបងប្អូនហើយគេថាមានគ្រឿងទេសបែបចិនច្រើនមកដល់ទៅនេះមែនឃើញមានច្រើនមែនបងប្អូនហើយមានគេលក់ហូរហាយដូចខ្ញុំថតដល់បងប្អូនបានមើលអញ្ចឹងណាហើយមានជ្រុងខ្លះពេលថតទៅខ្ញុំមើលមកផ្លែតស្តៀងនៅផ្សារអូរស័យដែរបងប្អូនហើយកន្លែងនេះគេហៅថា China Town ពីប្តីខ្ញុំថាពីមុននៅកន្លែងនេះមានមនុស្សដើរច្រើនណាបងប្អូនប៉ុន្តែខ្ញុំមកថ្ងៃនេះចំថ្ងៃសៅរ៍អត់សូវមានមនុស្សទេបងប្អូនហើយមួយទេឥឡូវនោះស្ងាត់ណាស់ហើយមានហាងខ្លះក៏បិទមួយចំនួនដែរបងប្អូនហើយមកដើរមើលហ្នឹងមានជ្រូកខ្វៃទាខ្វៃអីមានម្សៅណាបងប្អូនបែបចិនណាហើយខ្ញុំក៏បានទិញភ្លក់មើលដែររសជាតិក៏ឆ្ងាញ់របស់គេដែរប៉ុន្តែខ្ញុំទិញតៅហ៊ូអំពងឯណាបងប្អូនសម្រាប់សេចក្តីមកលេងផងហើយក៏មកទិញតៅហ៊ូនោះមកញ៉ាំយកមកញ៉ាំផងបងប្អូននៅស្រុកខ្មែរកាប៉េអត់ទិញញ៉ាំទេបងប្អូនតែដល់ពេលមកដល់នេះឃើញគេអំពងដូចតំណងបងប្អូនចង់ទិញសាកមើលសិនតែភ្លក់មើលទៅឆ្ងាញ់របស់គេណាបងប្អូននេះកន្លែងជ្រុងនេះមើលផ្លែតស្តៀងនៅអូរស័យណាបងប្អូនសាអូរស័យ